បាទថ្ងៃនេះលោកគ្រូលើកឡើងអំពីការប្រកួតប្រជែងមួយដែលបង្កើតឡើងដោយក្រសួងអប់រំយុវជននិងកីឡានៅក្នុងកម្មវិធីទិវាអំណាចជាតិបាទប្រធានបទដែលក្រសួងបានតម្រូវឲ្យបេក្ខជនចូលរួមប្រកួតប្រជែងសរសេរគឺខ្ញុំស្រឡាញ់ភូមិខ្ញុំបាទខ្ញុំស្រឡាញ់ភូមិខ្ញុំស្ដាប់ទៅគឺជាប្រធានបទដែលសាមញ្ញងាយស្រួលបាទនៅក្នុងការគិតវាពុំបានបង្កប់នៅពាក្យពលិអីដែលលំបាកទៅដល់បេក្ខជននៅក្នុងការសរសេរនោះទេបាទក៏ប៉ុន្តែវាអាចពិបាកនឹងស្វែងរកបញ្ហារឿងដើម្បីសរសេរឲ្យចំតាមវត្ថុបំណងដែលក្រសួងតម្រូវឲ្យបេក្ខជនសរសេរបាទអញ្ចឹងមានក្មួយៗបាទក៏ដូចជាលោកគ្រូអ្នកគ្រូខ្លះប្រកាសជាមានចម្ងល់ថាតើប្រធានបទបែបហ្នឹងគួរតែសរសេររឿងបែបណាដើម្បីឲ្យស្របទៅតាមវត្ថុបំណងរបស់ក្រសួងអប់រំយុវជននិងកីឡាដែលចង់តម្រូវឲ្យបេក្ខជនសរសេរឲ្យចំគោលដៅបានបាទដូច្នេះដើម្បីចូលរួមចំណែកនៅក្នុងការបង្ហើបជាគំនិតគន្លឹះខ្លះៗនៅក្នុងការសរសេររឿងបាទដូច្នេះខ្ញុំសូមលើកយកនៅចំណុចគោលគំនិតខ្លះដើម្បីទុកជាបាទការដាស់បាទស្មារតីក៏ដូចជាដាស់គំនិតបាទឲ្យបេក្ខជនទាំងអស់បាទធ្វើការគិតគូរពិចារណាហើយថាតើគួរតែសរសេររឿងបែបណាបាទប្រសិនបើការផ្ដល់គំនិតនេះហើយស្ដាប់ទៅវាសមទំនងក៏ទទួលយកទៅពិចារណាហើយកែខៃទៅជាសាច់រឿងចុះបាទក៏ប៉ុន្តែបើមិនសមទំនងទេក៏រិះរកនៅគំនិតរឿងផ្ទាល់ខ្លួនតែម្ដងទៅបាទអញ្ចឹងគឺឃើញថាខ្ញុំស្រឡាញ់ភូមិខ្ញុំបាទតែភូមិរបស់គាត់ហ្នឹងវាមានអ្វីដែលអស្ចារ្យទើបធ្វើឲ្យគាត់ហ្នឹងស្រឡាញ់ភូមិរបស់គាត់បាទអញ្ចឹងរឿងយើងបង្កើតបញ្ហារឿងបែបណាបាទគឺឧទាហរណ៍បាទឲ្យគាត់ទៅប្រឡងបាទទៅរៀននៅភ្នំពេញបាទធ្វើជាគ្រូបង្រៀនបាទនៅពេលដែលគាត់បង្រៀនហើយគាត់មកចាប់ប៉ុស្តិ៍បាទន័យថាមកធ្វើការនៅភូមិស្រុករបស់គាត់វិញបាទនៅភូមិរបស់គាត់វិញទោះបីជាភូមិរបស់គាត់ហ្នឹងពុំមានប្រជាជនដែលរស់នៅទីប្រជុំជនបាទជាទីដែលស្ងប់ស្ងាត់បាទពុំទាន់មានការអភិវឌ្ឍបាទពុំទាន់មានអ្វីមានការរីកចម្រើនក៏ប៉ុន្តែដោយសារតែទឹកចិត្តស្រឡាញ់ភូមិរបស់គាត់មានចង់គំនិតអភិវឌ្ឍភូមិឃុំរបស់គាត់ឲ្យមានការរីកចម្រើនគឺគាត់ត្រូវតែមកបម្រើការងារនៅភូមិស្រុករបស់គាត់ដែលពុំទាន់មានការអភិវឌ្ឍពុំទាន់មានការរីកចម្រើនដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិបណ្ដុះបណ្ដាលធនធានមនុស្សកុមារយុវវ័យដើម្បីឲ្យពួកគាត់ក្លាយទៅជាសសរទ្រូងរបស់ប្រទេសជាតិពីព្រោះការអភិវឌ្ឍភូមិស្រុកមួយគឺផ្ដើមចេញអំពីការអភិវឌ្ឍលើវិស័យអប់រំនឹងឯងបាទមិនឲ្យតួអង្គជាគ្រូបង្រៀនដែលមានមនសិការបែបហ្នឹងទេបាទជាគ្រូពេទ្យបាទគាត់ជាកូនអ្នកក្របាទមានឪពុកម្ដាយតស៊ូឲ្យគាត់បានរៀនសូត្រដល់ភ្នំពេញរៀនមុខវិជ្ជាឯកទេសដែលធ្វើជាគ្រូពេទ្យបាទនៅពេលដែលគាត់ចេញមកគឺគាត់ចាប់ប៉ុស្តិ៍មកធ្វើការងារនៅស្រុកភូមិកំណើតរបស់គាត់ដែលនៅដាច់ស្រយាលបាទដែលពុំទាន់មានមន្ទីរពេទ្យដែលពុំទាន់មានមណ្ឌលសុខភាពនិងពុំទាន់មានបុគ្គលិកពេទ្យគ្រប់គ្រាន់បាទដូច្នេះគាត់ស្ម័គ្រចិត្តគាត់មកសុខចិត្តមកធ្វើការនៅក្នុងភូមិរបស់គាត់ឲ្យទឹកចិត្តស្រឡាញ់ភូមិរបស់គាត់ព្រោះគាត់មានគំនិតចង់ជួយសម្រាលទុក្ខលំបាកប្រជារាស្ត្រផ្នែកសុខុមាលភាពរបស់ប្រជារាស្ត្របង្ហាញឲ្យឃើញពីមនសិការស្នេហាជាតិរបស់គាត់តាមរយៈវិស័យសុខាភិបាលបាទបើមិនឲ្យគាត់ធ្វើជាគ្រូពេទ្យយើងឲ្យតួអង្គធ្វើជាអ្វីផ្សេងទៀតក៏បានដែរបាទដូចជាផ្នែកកសិកម្មបើគាត់ទៅរៀនខាងកសិកម្មគាត់មានគេតាក់ទងឲ្យគាត់ធ្វើការងារនៅអង្គការឬក៏ធ្វើការងារនៅទីកន្លែងណាផ្សេងទៀតដែលមានប្រាក់ចំណូលខ្ពស់ក៏ប៉ុន្តែគាត់អត់ធ្វើទេបើគាត់សុខចិត្តមកធ្វើជាមន្ត្រីកសិកម្មតាមក្របខ័ណ្ឌរដ្ឋហើយមកជួយប្រជារាស្ត្របាទបញ្យល់ប្រជារាស្ត្រឲ្យមានការយល់ដឹងអំពីរបៀបរបបធ្វើកសិកម្មបាទវាយ៉ាងម៉េចដើម្បីមានការរីកចម្រើនក៏បំផុសប្រជាជនឲ្យយល់ដឹងអំពីបញ្ហាហ្នឹងធ្វើឲ្យជីវភាពរបស់ប្រជាជននៅក្នុងភូមិឃុំរបស់គាត់មានការរីកចម្រើនតាមរយៈការដែលគាត់រួមចំណែកនៅក្នុងការផ្ដល់នូវចំណេះដឹងដែលគាត់បានរៀនសូត្រមកនឹងយកមកជួយភូមិឃុំរបស់គាត់វិញបាទអញ្ចឹងតួអង្គផ្សេងទៀតបាទនេះគ្រាន់តែជាលើកនៅតួអង្គគំរូនៅក្នុងសង្គមដែលអាចតួនាទីរបស់គាត់ធំនៅក្នុងសង្គមដែលមានប្រយោជន៍ចំពោះជាតិបាទនេះមានតួនាទីការងារជាច្រើនផ្សេងទៀតដែលក្រៅពីនឹងបាទដូចជាអ្នកច្បាប់ជាមេធាវីឬក៏ជាមន្ត្រីណាផ្សេងទៀតបម្រើការងារក្នុងភូមិឃុំរបស់គាត់យើងមិនអស់ឲ្យមើលឃើញអំពីគំរូល្អរបស់គាត់អំពីមនសិការស្នេហាជាតិរបស់គាត់ចំពោះភូមិឃុំ
ស្រុកដែលគាត់រស់នៅហ្នឹងតាមរយៈសកម្មភាពនៃការលះបង់របស់គាត់ដោយមិនយកផលប្រយោជន៍ផ្ទាល់ខ្លួនជាធំគាត់គិតគូរអំពីភូមិស្រុករបស់គាត់ជាធំហើយមូលហេតុអ្វីបានជាគាត់ស្រឡាញ់ភូមិឃុំរបស់គាត់ស្រឡាញ់ភូមិរបស់គាត់គឺដោយសារវាទី1បាទវាជាទីកន្លែងដែលគាត់បានប្រសូតឡើងបានន័យថាចាប់កំណើតឡើងបាទទី2គាត់ធំធាត់នៅទីហ្នឹងគាត់ទទួលបាននៃការសិក្សាអប់រំគាត់ទទួលបាននៃការរស់រានមានជីវិតគាត់ទទួលបាននៃការស្រឡាញ់រាប់អានអំពីអ្នកភូមិផងរំអងជាមួយបាទគាត់ទទួលបាននូវសេចក្តីសុខបាទទោះបីថាជាភូមិឃុំដែលមិនទាន់មានការរីកចម្រើនក្នុងការអភិវឌ្ឍក៏ប៉ុន្តែគាត់បានផ្ដល់ទីកន្លែងកំណើតឲ្យគាត់បាទបានផ្ដល់ទឹកដីកន្លែងកំណើតឲ្យគាត់ជ្រកកោនបាទគាត់មានគុណូបការៈចំពោះគាត់បាទមានមន្ត្រីមូលដ្ឋានបាទឬក៏មានព្រះសង្ឃតាមទីវត្តអារាមដែលគាត់មានជីវភាពខ្វះខាតប៉ុន្តែត្រូវបានអ្នកភូមិដែលមានចិត្តសប្បុរសជួយយឹតយងគ្រួសាររបស់គាត់បាទមានព្រះសង្ឃជួយឈឺឆ្អាលចំពោះទុក្ខលំបាករបស់គាត់បាទអាជ្ញាធរមូលដ្ឋានអីជាដើមហ្នឹងគឺដោយសារតែលក្ខណៈសម្បត្តិអស់ទាំងនឹងហើយដែលបណ្ដាលឲ្យចិត្តរបស់គាត់ហ្នឹងគឺដកជាប់ជាមួយនឹងអនុស្សាវរីយ៍នៅក្នុងជីវិតរបស់គាត់តាំងពីធំដល់ក្តីរហូតមកទល់នឹងពេលបច្ចុប្បន្នដែលទាមទារឲ្យគាត់ត្រូវតែគិតគូរអំពីបាទសុខទុក្ខរបស់ប្រជាជនដែលរស់នៅទីនោះបាទក៏ដូចជាគិតគូរអំពីការអភិវឌ្ឍសង្គមជាតិតាមរយៈតួនាទីការងាររបស់គាត់រៀងខ្លួនបាទនេះគឺគ្រាន់តែជាឧទាហរណ៍គំរូងាយបានដើម្បីធ្វើការឆ្លុះបញ្ចាំងឲ្យបេក្ខជនទាំងអស់អាចមើលឃើញថាតែយើងគួរតែបង្កើតបញ្ហារឿងតួអង្គតួនាទីរបស់តួអង្គយ៉ាងម៉េចដើម្បីបង្ហាញឲ្យឃើញអំពីទឹកចិត្តដែលគាត់មានចំពោះមាតុភូមិរបស់គាត់បាទនេះគឺជាឧទាហរណ៍ដែលគ្រាន់តែជាលើកជាគំរូទេបាទចំពោះបេក្ខជនគឺអាចជ្រើសរើសនៅគោលគំនិតល្អដែលខុសប្លែកអំពីនេះយកទៅសរសេរបានទៀតបាទអ្វីដែលលើកឡើងនេះគ្រាន់តែជាផ្នែកមួយនៃដំណួចគំនិតដើម្បីឲ្យអ្នកនិពន្ធយើងបាទបេក្ខជនយើងបានធ្វើការយកជាគំនិតគំរូហើយឈានទៅរកការបង្កើតគំនិតផ្ទាល់ខ្លួនផ្សេងទៀតបានដោយមិនចាំបាច់ដូចជាអ្វីដែលគ្រូបានលើកឡើងនេះទេបាទមានប្រធានបទមានបញ្ហារឿងមានតួនាទីការងារតួអង្គច្រើនទៀតបាទដែលលោកគ្រូអ្នកគ្រូដែលក្មួយបងប្អូនអាចជ្រើសរើសយកមកដាក់ឲ្យតួអង្គសម្ដែងនៅក្នុងអត្ថបទអក្សរសិល្ប៍របស់ក្មួយបានបាទនេះគឺជាផ្នែកប្រឡងលោកខ្នាតខ្លីបាទហើយក្រសួងអប់រំយុវជននិងកីឡាបានដាក់ប្រធានបទនេះគឺពិតជាមានសារៈសំខាន់មែនទែនបាទមានអត្ថន័យខ្លឹមសារបាទហើយអ្វីដែលពិសេសបំផុតនោះគឺចង់ឲ្យបេក្ខជនទាំងអស់នេះបាទបង្ហាញអំពីឧត្តមគតិរបស់ខ្លួនតាមរយៈស្នាដៃមួយនេះដោយផ្ដោតទៅលើទឹកចិត្តស្រឡាញ់មាតុភូមិរបស់ខ្លួនបាទហើយធ្វើយ៉ាងម៉េចដើម្បីឲ្យភូមិកំណើតរបស់ខ្លួនភូមិរបស់ពួកគាត់ឬក៏តួអង្គនៅក្នុងរឿងហ្នឹងបាទមានការរីកចម្រើនឡើងបាទគឺនេះគឺជាអ្វីដែលជាគោលបំណងដែលក្មួយត្រូវគិតឲ្យបានដល់មុននឹងចាប់ផ្ដើមការសរសេរអត្ថបទមួយដែលអានចប់ទៅហើយវាមានតម្លៃអប់រំតម្លៃអភិវឌ្ឍនិងតម្លៃអត្តសញ្ញាណជាតិក្នុងនោះហើយមានលក្ខណៈពិសេសមួយដាច់ដライដែលស្នាដៃពីមុនមកពុកធ្លាប់មានបាទលោកគ្រូសូមធ្វើការចែកម្លែកនៅអត្ថបទបាទនៅការអធិប្បាយដែលតកតងជាមួយនឹងការប្រឡងប្រជែងដណ្ដើមជ័យលាភីពីក្រសួងអប់រំយុវជននិងកីឡាក្នុងកម្មវិធីអំណាចបាទសម្រាប់ពេលនេះបាទលោកគ្រូសូមអរគុណនិងសូមជម្រាបលាបាទ